នៅសម័យបុរាណមុនពេលព្រះពុទ្ធសាសនាចូលមកកម្ពុជាមានភ្នំមួយឈ្មោះភ្នំត្រពាំងថ្មនៅជាប់ព្រំដែនខេត្តកំពង់ស្ពឺនិងកោះកុងភ្នំនេះគេថាមានអាគមចំនួន7ដែលជាវិញ្ញាណថ្មចាស់ជរាមានអំណាចគ្រប់គ្រងភ្លៀងខ្យល់និងភ្លើងអ្នកភូមិជុំវិញភ្នំគោរពអាគមទាំងនេះคล้ายក្រែងដោយថ្វាយទឹកដោះគោផ្លែឈើនិងធូបរៀងរាល់ថ្ងៃពេញបូរមីមានរឿងរ៉ាវមួយថាមួយឆ្នាំមួយមានអ្នកស្រុកម្នាក់ឈ្មោះតាម៉ាតជាអ្នកប្រមាញ់ខ្លាំងពូកែតែចិត្តល្មមលន់គាត់ឮគេនិយាយថានៅកំពូលភ្នំត្រពាំងថ្មមានរូងថ្មមួយលាក់ទុកកែវអាគមដែលអាចប្រែថ្មទៅជាមាសនិងហៅភ្លៀងមកបានតាម៉ាតមិនជឿរឿងអបមង្គលទេគាត់គិតតែចង់សម្បូរទ្រព្យក៏សម្រេចចិត្តឡើងភ្នំតែម្នាក់ឯងដោយមិនប្រាប់នរណាពេលឡើងដល់កំពូលភ្នំគាត់ឃើញរូងថ្មធំមួយមានផ្ទាំងថ្មឆ្លាក់ជារូបខ្មោចអាគម7នៅជុំវិញរូងនៅកណ្ដាលរូងមានកែវថ្មពណ៌ខៀវភ្លឺចែងចាំងដាក់លើកលឈើចាស់តាម៉ាតលោភខ្លាំងគាត់លួចយកកែវនោះដាក់ក្នុងកាបាបហើយរត់ចប់ភ្នំមិនថ្វាយបង្គំសំបីតែម្ដងលុះត្រាតែមួយរំពេកមេឃងងឹតខ្យល់បក់ខ្លាំងភ្លៀងធឿតដូចគេចាក់ទឹកមានសំឡេងគំហកដូចសត្វតោបន្លឺឡើងពីភ្នំអ្នកហៅយើងមកឥឡូវយើងនឹងយកជីវិតអ្នកជំនួសសុខាភ័យស្បាយគាត់ព្យាយាមបំពាក់មុនបន្តែវាយឺតពេលហើយខ្មោចទាំងនោះចាប់ផ្ដើមចូលក្នុងខ្លួនគាត់ធ្វើឲ្យគាត់ឈឺចាប់ខ្លាំងភ្នែកគាត់ក្រហមនិងសំឡេងគាត់ផ្លាក់ប្ដូរសំណាងល្អគ្រូធម៌ត្រឡប់មកទាន់ពេលគាត់ឃើញហេងហក់ភ្លៀងចាប់ផ្ដើមសូត្រមន្តបំបត្តិខ្មោចគាត់ប្រែជួយច្រត់វេទមន្តគោះរង្វង់ពន្លឺហើយហៅវិញ្ញាណល្អៗមកជួយការប្រយុទ្ធគ្នាយ៉ាងកាចសាហាវរហូតដល់ខ្មោចទាំងនោះត្រូវបានបណ្ដេញចេញប៉ុន្តែសុខាដេកសន្លប់រាងកាយខ្សោយខ្លាំងនៅពេលសុខាធ្ញាក់ឡើងគ្រូធម៌និយាយថាធ្មប់គឺជាកាំភ្លើងដែលមាន2គែមបើប្រើដើម្បីល្អវានឹងការពារអ្នកបើប្រើដើម្បីអាក្រក់វានឹងវិនាសអ្នកខ្លួនឯងឥឡូវអ្នកបានឃើញហើយសុខាសោកស្ដាយយ៉ាងខ្លាំងគាត់សន្យាថានឹងប្រើធ្មប់តែដើម្បីជួយអ្នកដទៃប៉ុណ្ណោះចាប់ពីថ្ងៃនោះមកសុខាក្លាយជាសិស្សដ៏ល្អបំផុតហើយនៅពេលគ្រូធម៌ចាស់ជរាគាត់បន្តការពារភូមិដោយអំណាចធ្មប់ដែលប្រើប្រាស់ដោយចិត្តស្អាត